នៅខាងលើនេះគេហៅប្រាសាទភ្នំបាខែងនៅខាងនោះហៅប្រាសាទភ្នំក្រោមជាមួយនឹងខាងនោះហៅប្រាសាទភ្នំបូកប្រាសាទភ្នំបាខែងនេះគឺកសាងនៅចុងសតវត្សទី9ដើមសតវត្សទី10ហើយកសាងឡើងដោយបកូណាយសោវរ្ម័នទី1ដែលលោកកសាងឡើងហ្នឹងគឺដើម្បីឧទ្ទិសទៅដល់ព្រហ្មញ្ញសាសនាហើយនៅក្នុងទីនេះញោមអាចឃើញសម្គាល់បានពេលដែលយើងឃើញទៅដល់លឹងព្រះសិវៈឬក៏លឹងព្រះសូរនេះគឺតំណាងឲ្យព្រហ្មញ្ញសាសនានេះជាប្រភេទប្រាសាទភ្នំហើយដែលមានសម្ព័ន្ធប្រាសាទទាំងអស់មាន3មានភ្នំចំនួន3មានខាងភ្នំបូកមួយហើយនៅខាងនោះមានភ្នំក្រោមអញ្ចឹងប្រាសាទបាខែងនេះវានៅចំចំណុចកណ្ដាលនៃភ្នំទាំង3ហ្នឹងដែលពេលដែលបាទយសោវរ្ម័នលោកកសាងលោកផ្លាស់ប្ដូររាជធានីពីហរិហរឡៃដែលជារាជធានីចាស់របស់ព្រះបាទជ័យវរ្ម័នទី7មកគឺលោកបដូរមកកាន់រាជធានីថ្មីមួយឈ្មោះថាយសោធរបុរៈនិងយសោធរបុរៈហ្នឹងដោយកសាងប្រាសាទភ្នំបាខែងនៅចំកណ្ដាលពេលលោកកសាងប្រាសាទភ្នំបាខែងចំកណ្ដាលហ្នឹងលោកមើលឃើញទិដ្ឋភាពភ្នំសងខាងហ្នឹងដែលវានៅជាប្រភេទភ្នំធម្មជាតិដែលងាយស្រួលសម្រាប់ព្រះអង្គកសាងប្រាសាទភ្នំអញ្ចឹងក៏លោកកសាងប្រាសាទនៅភ្នំក្រោមមួយហើយជាមួយនឹងប្រាសាទនៅភ្នំបូកហើយប្រាសាទភ្នំបូកហ្នឹងគឺតម្កល់នៅសិវលិង្គចំនួនធំខ្លាំងជាង10តោនហ្នឹងហើយប្រាសាទភ្នំបាខែងហ្នឹងជាប្រាសាទញាតិញោមមើលឃើញសងខាងចេះប្រាសាទនេះមាន5ថ្នាក់មាន109កំពូលណា109កំពូលនេះមើលឃើញសងខាងអញ្ចឹងណាធំគឺមាន109កំពូលមានថាសងខាងចេះវាមាន108បូកជាមួយនឹងកដាលទៀតវា109